Batman គឺជា superhero ដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេហើយនៅក្នុងរឿង Batman Begins ដែលជារឿងដំបូងនៅក្នុង The Dark Knight Trilogy គឺយើងនឹងមកស្វែងយល់ពីប្រវត្តិនៃតួអង្គមនុស្សប្រជាម្នាក់នេះទាំងអស់គ្នា What the hell are you? I'm Batman. សាររឿងនេះគឺចាប់ផ្ដើមឡើងមកនៅពេលដែល Bruce Wayne ក្នុងវ័យកុមារអាយុ8ឆ្នាំគឺកំពុងតែលេងដេញចាប់គ្នាជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនឈ្មោះ Rachel Dawes ហើយនៅពេលដែលកំពុងតែរត់ពួនគ្នានោះ Bruce ក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងចាស់ដែលភ្ជាប់គ្នាជាមួយនឹងរូងក្រោមដីមួយហើយនៅក្នុងរូងមួយនោះគឺសម្បូរទៅដោយសត្វប្រចៀវជាច្រើនរស់នៅទីនោះហើយវងនៃសត្វប្រចៀវនឹងក៏បានធ្វើការហោះមកបុក Bruce និងវិលវល់ជុំវិញខ្លួនរបស់គាត់ផងដែរដែលធ្វើឲ្យ Bruce នឹងគឺមានភាពភិតភ័យនិងតក់ស្លុតជាប់ក្នុងចិត្តខ្លាំងមែនទែនចំណែកឯ Rachel វិញក៏បានរត់ទៅរកប៉ាម៉ាក់របស់ Bruce ដែលមានឈ្មោះថា Thomas Wayne និង Martha Wayne ឲ្យធ្វើដំណើរមកជួយសង្គ្រោះគាត់ចេញពីរូងអណ្ដូងមួយនោះផងដែរហើយទោះជាអត់មានរបួសផ្លូវកាយអីធំដុំក៏ដោយតែចាប់តាំងពីពេលនោះមកក៏ធ្វើឲ្យ Bruce នឹងគឺរៀងភ័យខ្លាចទៅលើសត្វប្រចៀវផងដែរ Bruce Wayne គឺមានគ្រួសារមហាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនហូរហៀហើយដោយសារតែទីក្រុង Gotham គឺជាទីក្រុងសម្បូរទៅដោយអ្នកខ្វះខាតក្រីក្រ Thomas Wayne គឺបានសាងសង់ប្រព័ន្ធរថភ្លើងជុំវិញទីក្រុងមួយនេះដើម្បីជំនួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរនៅល្ងាចមួយក្រុមគ្រួសារត្រកូល Wayne គឺបាននាំគ្នាទៅមើលល្ខោនអូប៉េរ៉ាប៉ុន្តែនៅទីនោះដោយសារតែរបៀបដែលតួសម្ដែងស្លៀកពាក់ដូចជាបិសាចប្រចៀវក៏ធ្វើឲ្យ Bruce នឹងគឺមានអារម្មណ៍ភ័យខ្លាចមើលមិនស្រួលសោះហើយក៏បានសុំឲ្យឪពុកម្ដាយនឹងធ្វើដំណើរចេញមកមុនពេលធ្វើដំណើរចេញពីរោងល្ខោននោះតាមទ្វារក្រោយនៅក្នុងផ្លូវស្ងាត់មួយពួកគេទាំង3នាក់ក៏បានប្រទះគ្នាជាមួយនឹងបុរសម្នាក់ឈ្មោះ Joel ដែល Joel ម្នាក់នេះគឺកំពុងតែមានស្មារតីហាក់ដូចជាមិនសូវល្អនោះទេនិងមានបំណងចង់ធ្វើការប្លន់គ្រួសាររបស់ Bruce ហើយពេលវេលាដែលបានផ្លាស់ប្ដូរនឹងកំណត់ជោគជតាជីវិតរបស់ Bruce Wayne នឹងក៏បានមកដល់គឺនៅពេលដែលឪពុកម្ដាយរបស់គាត់ Thomas Wayne និង Martha Wayne នេះគឺត្រូវបានចោលប្លន់និងបានបាញ់សម្លាប់ពួកគេនៅនឹងមុខរបស់ Bruce ក្នុងវ័យត្រឹមតែជាកូនក្មេងម្នាក់បែបនេះមួយរយៈខ្លីក្រោយមកក្រុមប៉ូលីសក៏បានមកធ្វើអន្តរាគមន៍និងបានចាប់បានខ្លួន Joel បានសម្រេចផងដែរប៉ុន្តែចំពោះក្មេងប្រុស Bruce Wayne នេះវិញគឺត្រូវបន្តរស់នៅជាមួយនឹងភាពរន្ធត់តក់ស្លុតនិងពោរពេញទៅដោយភាពឈឺចាប់ជាមួយនឹងព្រឹត្តិការណ៍ដែលគាត់បានឆ្លងកាត់នៅក្នុងថ្ងៃនេះបន្ទាប់ពីឪពុកម្ដាយស្លាប់បាត់បង់ជីវិតទៅ Bruce Wayne ក៏បានធំឡើងក្រោមការចិញ្ចឹមមើលថែដោយអ្នកបម្រើប្រចាំផ្ទះនៃគ្រួសារត្រកូល Wayne នេះឈ្មោះថា Alfred Pennyworth រយៈពេល14ឆ្នាំក្រោយមកក្រោយពេលរៀនចប់ Bruce Wayne ក៏បានធ្វើដំណើរត្រឡប់មកកាន់ទីក្រុង Gotham វិញដើម្បីមកមើលការកាត់ក្តីទៅលើ Joel ពលគឺ Joel អ្នកសម្លាប់ឪពុកម្ដាយរបស់ Bruce Wayne នឹងនៅពេលដែលគាត់ជាប់ឃុំគឺគាត់បានទៅរួមគប់គ្នាជាមួយនឹងបុរសម្នាក់ឈ្មោះ Carmine Falcone ដែល Carmine Falcone នេះគឺជាមេក្រុមរកស៊ីខុសច្បាប់ដ៏ធំម្នាក់នៅក្នុងទីក្រុង Gotham ហើយក្នុងកំឡុងពេលនោះដែរ Joel គឺបានដឹងព័ត៌មានច្រើនមែនទែនទាក់ទងនឹងរឿងខុសច្បាប់របស់ Falcone នេះដូច្នេះគាត់ក៏បានធ្វើការចរចាជាមួយនឹងប៉ូលីសដោះដូរពីព័ត៌មានដែលគាត់ដឹងជាមួយនឹងការសម្រាលទោសឲ្យគាត់គឺមានសេរីភាពមុនពេលកំណត់ចំណែកឯ Bruce Wayne វិញទោះជាច្រើនឆ្នាំកន្លងផុតទៅក៏ដោយក៏កំពុងចង់សងសឹកឲ្យឪពុកម្ដាយនឹងគឺនៅពេញខ្លួនហើយគាត់ក៏មានបំណងចង់យកកាំភ្លើងទៅបាញ់សម្លាប់ Joel ចោលផងដែរប៉ុន្តែពេលនោះក៏មានស្ត្រីម្នាក់ដែលត្រូវជាកូនចៅរបស់ Carmine Falcone ក៏បានធ្វើឃាតបាញ់សម្លាប់ Joel ចោលភ្លាមៗតែម្ដងនៅពីមុខសាលាកាត់ក្តីនេះក៏ព្រោះតែមិនចង់ឲ្យ Joel និយាយព័ត៌មានទាក់ទងនឹងការរកស៊ីរបស់គាត់ប្រាប់ទៅកាន់ប៉ូលីសនោះទេចំណែកឯ Bruce ក៏បានឈរសម្លឹងមើលហេតុការណ៍នោះពីចម្ងាយផងដែរនិងអត់បានទៅសងសឹក Joel ដោយគោលបំណងឡើយនៅពេលដែលធ្វើដំណើរមកផ្ទះវិញ Bruce ក៏បានប្រាប់មិត្តភក្តិពីក្មេងរបស់គាត់ដែរគឺ Rachel Dawes ពីគោលបំណងរបស់ខ្លួនថាមុននឹងគឺគាត់ចង់ទៅសម្លាប់ Joel ដើម្បីរងយុត្តិធម៌ឲ្យឪពុកម្ដាយប៉ុន្តែពេលលឺហើយ Rachel ក៏បានអន់ចិត្តជាមួយនឹង Bruce មែនទែននិងទះគាត់ពីកំភ្លៀងក៏ដូចជាស្ដីឲ្យផងដែរថាសកម្មភាពរបស់ Bruce នេះគឺអត់ចេះខ្មាស់ព្រលឹងឪពុកម្ដាយទេអីហើយ Rachel ក៏បានប្រាប់គាត់ដែរថាយុត្តិធម៌នឹងគឺជាលទ្ធផលដែលភាគីទាំងសងខាងទទួលអ្វីដែលស័ក្តិសមប៉ុន្តែទង្វើរបស់ Bruce នេះគឺជាការសងសឹកដែលការសងសឹកគឺជាអ្វីដែលធ្វើឲ្យគាត់មានអារម្មណ៍ល្អមួយពេលតែប៉ុណ្ណោះ Rachel ក៏បន្តប្រាប់ដែរថាដោយសារតែមនុស្សដូចជា Carmine Falcone ដែលជាអ្នករកស៊ីខុសច្បាប់និងពុករលួយជាមួយអ្នកធំក្នុងរដ្ឋាភិបាលគឺជាអ្នកដែលធ្វើឲ្យទីក្រុង Gotham មួយនេះមានប្រជាពលរដ្ឋកាន់តែក្រទៅនិងបង្កើតទៅជាអំពើអកតកម្មពេញទីក្រុងដូច្នេះហើយទើបមនុស្សល្អដូចជាឪពុកម្ដាយរបស់ Bruce នឹងគឺស្លាប់បាត់បង់ជីវិតនោះឯងនៅពេលដឹងខ្លួនថាការសងសឹកមិនមែនជាចម្លើយហើយអ្វីដែល Rachel និយាយសុទ្ធតែជាការពិត Bruce Wayne ក៏បានគប់កាំភ្លើងចោលនិងបានធ្វើដំណើរចូលទៅកន្លែងដែលពួកសង្គមងងឹតនៅច្រើនដើម្បីទៅជួបជាមួយនឹង Carmine Falcone ហើយនៅទីនោះយើងក៏បានឃើញអ្នកធំជាច្រើននៅទីក្រុង Gotham នេះដូចជាពួកតុលាការក្រុមប្រឹក្សាភិបាលនិងមេប៉ូលីសប៉ុន្មាននាក់គឺសុទ្ធតែត្រូវ Falcone ទិញក្បាលបានទាំងអស់ Bruce Wayne ក៏ទៅនិយាយជាមួយនឹង Carmine Falcone ដែរថាមិនមែនអ្នកនៅក្នុងទីក្រុង Gotham នេះគឺសុទ្ធតែខ្លាចគាត់គ្រប់គ្នានោះទេប៉ុន្តែពេលហ្នឹង Falcone ក៏បានតបវិញដែរថាឲ្យ Bruce នឹងទៅធ្វើជាកូនអ្នកមានដើរចាយលុយម៉ែឪដែលបន្សល់ឲ្យទៅមិនចាំបាច់មកធ្វើជាក្លាហានមកប្រឈមជាមួយនឹងគាត់នោះទេក៏ព្រោះតែពិភពសង្គមងងឹតនេះគាត់នឹងហៅជាអ្នកគ្រប់គ្រងហើយ Bruce Wayne គឺគ្មានអីមកតទល់ក្រៅពីភាពភ័យខ្លាចពេញខ្លួនតែប៉ុណ្ណោះបន្ទាប់មក Falcone ក៏បានប្រាប់ឲ្យកូនចៅវាយ Bruce ឡើងទ្រង់ខ្លួននិងបោះគាត់ចេញមកក្រៅវិញបន្ទាប់ពីឆ្លងកាត់រឿងនេះហើយ Bruce ក៏បានឡើងកប៉ាល់ចាក់ចេញពីទីក្រុង Gotham ហើយក្នុងកំឡុងពេលខ្ទង់7ឆ្នាំ Bruce Wayne គឺបានលក្ខណៈភាពពិតប្រាកដនិងធ្វើដំណើរឆ្លងប្រទេសពីមួយទៅមួយទៀតក្នុងស្ថានភាពជាមនុស្សសាមញ្ញថ្នាក់ក្រោមនិងទៅបន្លំរស់នៅជាមួយនឹងក្រុមក្រតកម្មនិងចៅលួចតាមផ្លូវរហូតដល់មានពេលមួយនៅក្នុងប្រទេស Bhutan Bruce Wayne ក៏ត្រូវបានប៉ូលីសចាប់បានក្នុងហេតុការណ៍នៃអំពើចោរកម្មមួយរួចហើយគេក៏បានចាប់ Bruce យកទៅដាក់ឃុំឃាំងនៅក្នុងគុកនៃតំបន់ភ្នំនៃប្រទេស Bhutan នេះផងដែរនៅក្នុងគុកនោះ Bruce Wayne គឺតែងតែត្រូវពួកបងធំរករឿងវាយគ្នារហូតប៉ុន្តែកន្លងពេលច្រើនឆ្នាំមកនេះសមត្ថភាពប្រយុទ្ធគ្នារបស់ Bruce នឹងគឺបានអភិវឌ្ឍយ៉ាងខ្លាំងផងដែរគឺគាត់អាចវាយគ្នាម្នាក់ឯងទល់នឹង6-7អ្នកឈ្នះទៀតផងហើយនៅពេលដែលអ្នកជាងគុកចាប់ Bruce ទៅដាក់មន្ទីរឃុំឃាំងដាច់ដោយឡែក Bruce បានទៅជួបនិយាយគ្នាជាមួយនឹងបុរសម្នាក់ដែលបានណែនាំខ្លួនថាឈ្មោះ Henry Ducat ហើយគាត់នឹងក៏បានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ Bruce Wayne ផងដែរនិងបានផ្ដល់សំណើប្រាប់ទៅកាន់គាត់ថាបើសិនជា Bruce នឹងមានបំណងចង់ប្រឆាំងជាមួយនឹងមនុស្សអាក្រក់និងពួកអក្រិតជន Ducat គឺអាចផ្ដល់ឱកាសឲ្យ Bruce ចូលរួមជាមួយនឹងបកនិន្ចារបស់គាត់ហៅថា League of Shadow និងធ្វើការសិក្សារៀនសូត្រនៅក្រោមបុរសម្នាក់ឈ្មោះ Ra's al Ghul Bruce Wayne ក៏មានការចាប់អារម្មណ៍និងបានធ្វើអ្វីតាមដែល Ducat បានប្រាប់គឺគាត់បានទៅបេះផ្កាពណ៌ខៀវមួយនៅជើងភ្នំ Tibetan និងបានកាន់វាឡើងទៅដល់កំពូលភ្នំមួយនោះរួចហើយក៏បានទៅរកឃើញកន្លែងទីតាំងនៃក្រុម League of Shadow នេះផងដែរហើយគាត់ក៏បានទៅជួបគ្នាជាមួយនឹងបុរសម្នាក់ដែល Ducat បានណែនាំថាឈ្មោះ Ra's al Ghul
មួយរយៈខ្លីក្រោយមកនៅក្នុងប៉ាលីអបឆាដូនេះ Bruce ក៏បានធ្វើការវឹកហាត់ក្បាច់គុណយ៉ាងច្រើនប្រភេទមែនទែនរួមទាំងសមត្ថភាពនៃការលាក់ខ្លួនដោយបំផាំងកាយការប្រើប្រាស់អាវុធសម្ងាត់របៀបផ្លាស់ទីរបស់ Ninja ក៏ដូចជារបៀបតទល់ជាមួយសត្រូវដែលមានគ្នាច្រើនជាដើមហើយជាពិសេសនោះ Henry Ducat ក៏បានធ្វើឲ្យ Bruce នឹងហ៊ានប្រឈមជាមួយនឹងការពិតដែលបានកើតឡើងពីអតីតកាលផងដែរគឺរឿងដែល Bruce តែងតែបន្ទោសខ្លួនឯងលើការស្លាប់របស់បងម្ដាយទាំងពីរនាក់ហើយជាពិសេសនោះនៅទីនេះ Bruce ក៏បានរៀនក្នុងការប្រឈមជាមួយនឹងភាពភ័យខ្លាចរបស់ខ្លួនទៅលើសត្វប្រចៀវទៀតផងបន្ទាប់ពីឆ្លងកាត់ការវឹកហាត់ Bruce Wayne ក៏បានកើនសមត្ថភាពប្រយុទ្ធយ៉ាងច្រើនមែនទែនហើយមិនតែប៉ុណ្ណោះគាត់ក៏ចេះប្រើល្បិចយកឈ្នះ Henry Ducat នៅក្នុងការវឹកហាត់ Ninja មួយទៀតផងប៉ុន្តែបន្តមកទៀត Bruce Wayne ក៏បានរកឃើញដែរថាក្រុម League of Shadow នេះមានគោលបំណងក្នុងការប្រឆាំងអំពើអាក្រក់និងភាពអយុត្តិធម៌ពិតមែនប៉ុន្តែពួកគេនឹងគឺធ្វើការបែបក្រៅច្បាប់និងសាហាវព្រៃផ្សាយយ៉ាងខ្លាំងគឺឲ្យតែនរណាគេធ្វើអំពើអាក្រក់ពួកគេគឺនឹងសម្លាប់ចោលតែម្ដងមិនផ្ដល់ឱកាសឲ្យកែខ្លួនឯងនោះទេហើយរឿងដ៏ធំមួយទៀតដែល Bruce រកឃើញនោះគឺ Ra's al Ghul បានគិតថាទីក្រុងកោសាំគឺជាទីក្រុងពោពេញដោយអំពើអាក្រក់និងរឿងរ៉ាវឧក្រិដ្ឋកម្មជាច្រើនដែលគ្មានសង្ឃឹមអាចកែប្រែបានឡើយដូច្នេះគាត់គឺមានគោលបំណងចង់ឲ្យ Bruce ធ្វើជាអ្នកដឹកនាំក្រុម League of Shadow ទៅបំផ្លាញទីក្រុងកោសាំចោលតែម្ដងលើបែបនេះ Bruce ក៏ចង់ផ្ទាំងស្មារតីផងដែរមិននឹកស្មានថាក្រុមដែលគាត់កំពុងតែវឹកហាត់ជាមួយនេះគឺមានបំណងចង់បំផ្លាញទីក្រុងកោសាំរបស់គាត់ចោលនោះទេនៅពេលនោះដែរដើម្បីក្លាយទៅជាសមាជិកនៃក្រុម League of Shadow យ៉ាងពេញលេញ Ra's al Ghul ក៏បានប្រាប់ឲ្យ Bruce ធ្វើការដាក់ទោសប្រហារជីវិតទៅលើបរិសម្នាក់ដែលជាឃាតករសម្លាប់អ្នកជិតខាងប៉ុន្តែម្ដងទៀតគឺ Bruce បដិសេធមិនព្រមសម្លាប់មនុស្សនោះទេហើយគាត់ក៏បានធ្វើការវាយប្រហារព្យាយាមបុករត់ចេញពីទីនោះតែម្ដងហើយគាត់ក៏បានធ្វើការគប់ភ្លើងទៅចំកន្លែងដាក់គ្រាប់រំសេវនិងធ្វើកន្លែងប៉ា League of Shadow នេះផ្ទុះទីពេញតែនឹងចំណែកឯ Ra's al Ghul វិញក៏ទំនងជាត្រូវឈឺសង្កត់ស្លាប់បាត់បង់ជីវិតផងដែរហើយចំពោះ Henry Ducat ក៏ត្រូវបាន Bruce ដាក់ឲ្យសម្លាប់បាត់បង់ស្មារតីឈឹងនិងបេះរអិលតាមព្រិលធ្លាក់ទៅលើជ្រោះស្លាប់បាត់បង់ជីវិតទៀតផងប៉ុន្តែពេលហ្នឹង Bruce ក៏បានទៅជួយសង្គ្រោះជីវិតរបស់ Ducat និងបានលើកគាត់យកទៅឲ្យអ្នកភូមិនៅជើងភ្នំនេះជួយមើលថែគាត់ផងដែរក្រោយមកទៀត Bruce ក៏បានធ្វើការទំនាក់ទំនងទៅកាន់ Alfred ឲ្យជាយន្តហោះធ្វើដំណើរមកយកគាត់ដើម្បីត្រឡប់ទៅកាន់ទីក្រុងកោសាំវិញហើយ Bruce ក៏មានគោលបំណងថ្មីនៅក្នុងចិត្តថាចង់ជួយសង្គ្រោះទីក្រុងមួយនេះនិងកម្ចាត់អំពើអាក្រក់និងភាពអយុត្តិធម៌ហើយនៅពេលដែលធ្វើដំណើរហ្នឹង Bruce ក៏បានគិតក្នុងចិត្តថាបើសិនជាគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់គឺទោះជាពូកែវាយគ្នាយ៉ាងណាក៏ដោយក៏មិនអាចបង្ក្រាបអំពើឧក្រិដ្ឋកម្មពីពេញទីក្រុងកោសាំបានឡើយប៉ុន្តែបើសិនជាម្នាក់នោះមិនមែនគ្រាន់តែជាមនុស្សធម្មតានិងជានិមិត្តសញ្ញាតំណាងឲ្យភាពយុត្តិធម៌ដែលធ្វើឲ្យអ្នកដែលហ៊ានប្រព្រឹត្តអំពើអាក្រក់ឬហើយនោះគឺភិតភ័យព្រឺក្បាលគ្រប់គ្នានោះប្រកាសជាមានប្រសិទ្ធភាពកាន់មកកាន់ទីក្រុងកោសាំវិញ Rachel Dawn នៅពេលនេះគឺជាជំនួយការមេធាវីសង្កាត់ម្នាក់ផងដែរហើយ Bruce ក៏បានតាមមើលសកម្មភាពរបស់នាងពីចម្ងាយក៏ជាសិក្សាស្វែងរកមើលថានរណាខ្លះគឺជាមន្ត្រីល្អនិងប៉ូលីសល្អដែលគាត់អាចទុកចិត្តបាននិងឲ្យជួយធ្វើការងារសំខាន់ៗកើត Bruce បានឃើញដល់ដងចាស់និងរោងក្រោមដីនៅក្បែរផ្ទះរបស់គាត់ដែលធ្លាប់ធ្លាក់ចូលកាលពីក្មេងផងដែរហើយក៏បានធ្វើការចុះទៅមើលនិងរកឃើញសត្វប្រចៀវជាច្រើនរស់នៅក្នុងនោះហើយគាត់ក៏មានបំណងរៀបចំកន្លែងមួយហ្នឹងធ្វើជាទីតាំងសម្រាប់ការងារសម្ងាត់របស់គាត់ផងដែរបន្តមកទៀត Bruce បានធ្វើដំណើរទៅកាន់ក្រុមហ៊ុន Wayne Enterprise របស់ឪពុកគាត់កសាងឡើងមកប៉ុន្តែពេលនេះគឺកំពុងតែត្រូវបានបរិមម្នាក់ឈ្មោះ William Earl ដែលជាមេក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមានគម្រោងក្នុងការកែប្រែក្រុមហ៊ុន Wayne Enterprise នេះទៅជាក្រុមហ៊ុនសាធារណៈហើយគាត់ក៏ភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញ Bruce ត្រឡប់មកវិញបែបនេះនៅក្នុងក្រុមហ៊ុនមួយនេះ Bruce ក៏បានចាប់អារម្មណ៍ទៅខាងផ្នែកវិទ្យាសាស្ត្រផងដែរនិងបានទៅជួបជាមួយនឹងបរិមម្នាក់ឈ្មោះ Lucius Fox ដែលជាអ្នកគ្រប់គ្រងផ្នែកមួយហ្នឹងហើយគាត់ក៏ជាបុគ្គលិកចំណាស់នៃក្រុមហ៊ុននិងជាមិត្តចាស់របស់ Thomas Wayne ឪពុករបស់ Bruce ផងដែរចឹង Bruce ក៏អាចទុកចិត្តទៅលើ Lucius Fox បានដោយសារតែផ្នែកខាងវិទ្យាសាស្ត្រមួយនេះធ្លាប់មានតួនាទីសំខាន់ជាច្រើនក្នុងការកសាងប្រព័ន្ធរថភ្លើងជុំវិញទីក្រុងកោសាំដូច្នេះនៅទីនេះគឺសម្បូរទៅដោយឧបករណ៍ប្រើប្រាស់លយជាច្រើនសម្រាប់ការពារខ្លួនគឺដូចជាកាភ្លើងបាញ់ខ្សែក្រវ៉ាត់ដាក់សម្ភារៈពិសេសឬក៏អាវក្រោយជាដើមរួមទាំងក្រណាត់ Cape មួយដែលដំណើរការស្រដៀងនឹងឆាត់យងអញ្ចឹងប្រើប្រាស់សម្រាប់លោតពីលើទីខ្ពស់ហើយជាពិសេសនោះនៅទីនេះក៏មានឡានដ៏ធំមួយដែរដូចជារថក្រោយអញ្ចឹងនិងមានបច្ចេកវិទ្យាទំនើបនៅក្នុងនោះដែលត្រូវបាន Lucius Fox ហៅថា The Templar បន្ទាប់មក Bruce បានយកសម្ភារៈទាំងនោះទៅប្រើប្រាស់និងបានបាញ់ទៅជាពណ៌ខ្មៅទាំងអស់រួចហើយនៅក្នុងយប់មួយគាត់ក៏បានពាក់ស្រោមមុខនិងបានធ្វើដំណើរទៅរកប៉ូលីសម្នាក់ឈ្មោះ James Gordon ដែល Gordon ម្នាក់នេះអាចរាប់ថាជាប៉ូលីល្អប្រចាំទីក្រុងកោសាំនៅទីនោះ Bruce ក៏បានប្រើល្បិចគម្រាមគាត់ពីក្រោយខ្នងដើម្បីសួរដំណឹងទាក់ទងនឹងសកម្មភាពរបស់ Carmine Falcone ដែលក្រុមរបស់ Falcone នឹងគឺមានការដឹកគ្រឿងញៀនខុសច្បាប់តាមកប៉ាល់ចូលទីក្រុងកោសាំប៉ុន្តែអត់មានប៉ូលីសណាទៅចាប់នោះទេបន្តមកទៀតនៅពេលដែលត្រឡប់ទៅវិញគាត់ក៏បានចាប់ផ្ដើមអាប់ដេតខោអាវរបស់គាត់ឲ្យលោជាងមុនផងដែរនិងដើម្បីងាយស្រួលផ្លាស់ទីនឹងការប្រយុទ្ធគ្នាហើយ Bruce បានជ្រើសរើសសត្វប្រចៀវធ្វើជារូបតំណាងនៃអត្តសញ្ញាណថ្មីរបស់គាត់មួយនេះក៏ព្រោះតែតាំងពីក្មេងមក Bruce គឺតែងតែមានភាពភ័យខ្លាចទៅលើសត្វប្រចៀវដូច្នេះគាត់គឺនឹងធ្វើឲ្យសត្រូវនឹងទទួលអារម្មណ៍ភ័យខ្លាចដូចគ្នានៅពេលដែលឃើញវត្តមាននៃមនុស្សប្រចៀវធ្វើដំណើរទៅដល់ការមកជួបជាមួយនឹងវិលៀនប្រចាំរឿងរបស់យើងវិញគឺ Carmine Falcone គឺកំពុងតែនិយាយគ្នាពិភាក្សាជាមួយបុរសម្នាក់ឈ្មោះ Jonathan Crane ដែលជាគ្រូពេទ្យផ្លូវចិត្តម្នាក់ហើយ Crane គឺកំពុងតែធ្វើការឲ្យបុរសដែលមានឥទ្ធិពលម្នាក់ទៀតនៅពីក្រោយខ្នងរួចហើយគាត់ក៏បាននិយាយជាមួយនឹង Falcone ផងដែរដោយមានបំណងចង់ជួលឲ្យ Falcone នឹងគឺជួយដឹកជញ្ជូនរបស់សំខាន់មួយចំនួនចូលមកក្នុងទីក្រុងកោសាំនេះយកមួយនៅពេលដែលអីវ៉ាន់ខុសច្បាប់របស់ Carmine Falcone ដឹកតាមកប៉ាល់ចូលមកដល់ទីក្រុង Bruce ក៏បានបង្ហាញខ្លួននៅទីនោះនិងបានគប់អាវុធសម្ងាត់ដែលតរ៉េងទៅកាន់អំពូលភ្លើងនិងប្រើប្រាស់ភាពងងឹតធ្វើជាប្រយោជន៍ដូចជាពេលដែលគាត់ហាត់ Ninja អញ្ចឹងហើយគាត់ក៏បានធ្វើការផ្លាស់ទីយ៉ាងលឿនដោយបំបាំងកាយពីមួយកន្លែងទៅមួយកន្លែងទៀតវាយពួកអចិន្ត្រក្រក់អស់នោះម្ដងមួយយ៉ាងរហ័សនិងដាក់ពួកវាឲ្យដួលអស់ទៅ Carmine Falcone នៅទីនោះក៏ផិតភ័យមែនទែនមិនដឹងថាមានរឿងអីកើតឡើងនោះទេហើយក៏មានចំណល់ផងដែរនិងបាននិយាយថាឯងជានរណាគេភ្លាមនោះ Bruce ក៏បានវាយកញ្ចក់ឡានចាប់ទីង Falcone ឡើងមកនិងបាននិយាយប្រាប់គាត់ថា I'm Batman រួចហើយគាត់ក៏បានដាក់ Falcone ឲ្យសន្លប់បាត់ទៅនៅពេលដែល James Gordon និងក្រុមប៉ូលីសធ្វើដំណើរមកដល់ក៏បានរកឃើញ Falcone កំពុងតែត្រូវគេចាប់ចងដាក់នៅលើភ្លើងហ្វាមួយបាញ់ទៅលើមេឃហើយវាក៏បានបញ្ចេញរូបរាងដូចជាសត្វប្រចៀវចេញមកអញ្ចឹងចំណែកឯ Batman ក៏បានធ្វើដំណើរទៅរក Ray Charles និងជួយសង្គ្រោះនាងពីពួកអាក្រក់ប៉ុន្មាននាក់ដែលទទួលបញ្ជាពី Falcone មកចាប់នាងផងដែរហើយគាត់ក៏បានផ្ដល់ផុសតាំងជាច្រើនទៅកាន់ Ray Charles ដើម្បីជួយនាងនឹងរកវិធីធ្វើការផ្ដឹងផ្ដល់បង្ក្រាប Falcone ឲ្យបានសម្រេចកាត់មកជួបជាមួយនឹង William Earls ដែលជាមេក្រុមប្រឹក្សានៃក្រុមហ៊ុន Wayne Enterprise វិញគាត់ក៏បានទទួលដំណឹងថាឧបករណ៍អាវុធ Microwave ដ៏ខ្លាំងក្លាមួយដែលគេប្រើប្រាស់សម្រាប់វាយប្រហារចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទឹកនៅពេលធ្វើសង្គ្រាមនិងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Wayne Enterprise មួយនេះគឺត្រូវបានចោលប្លន់អាត់កំបាំងមួយក្រុមធ្វើការប្លន់យកអាវុធនោះទៅបាត់ហើយត្រឡប់មកជួបជាមួយនឹង Bruce Wayne វិញដើម្បីរក្សាអាត់កំបាំងជា Batman មិនឲ្យគេសង្ស័យដូច្នេះជារឿយៗនៅក្នុងកន្លែងសាធារណៈគឺគាត់តែងតែធ្វើចរិតជា Playboy កូនអ្នកមានដើរផឹកស៊ីប៉ាវឡែនាំស្រីដើរលេងនិងចាយលុយខ្ជះខ្ជាយអីជាដើមហើយមានពេលមួយនៅពេលដែលភោជនីយដ្ឋានដែលគាត់ចូលនឹងមានច្បាប់ដែលគាត់អត់ពេញចិត្ត Bruce ក៏បានធ្វើការទិញភោជនីយដ្ឋាននោះទាំងមូលតែម្ដង
ចំណែកឯ Carmine Falcone វិញដែលពេលនេះគឺកំពុងតែត្រូវប៉ូលីសឃុំខ្លួនគាត់ក៏បានធ្វើការនិយាយគ្នាជាមួយនឹង Jonathan Crane ផងដែរតែគាត់នឹងគឺដឹងពីរឿងសម្ងាត់ដែល Crane នឹងគឺកំពុងតែធ្វើការអនណាគេពីក្រោយខ្នងហើយគាត់គឺមានបំណងចង់ចូលរួមការងារនឹងដែរហើយបើមិនដូច្នេះទេ Falcone គឺនឹងប្រាប់អ្វីគ្រប់យ៉ាងដែលគាត់ដឹងទៅកាន់ប៉ូលីសទាំងអស់ហើយនៅពេលដែលឮបែបនេះ Crane ក៏បានបើកវ៉ាលីរបស់គាត់និងយកម៉ាស់ក្រណាត់មួយមកពាក់បញ្ចេញជាអត្តសញ្ញាណ Super Villain របស់គាត់ផងដែរគឺ Scarecrow ហើយគាត់ក៏បានធ្វើការបាញ់ Osman Pol ម្យ៉ាងហៅថា Fear Gas ដាក់មុខរបស់ Carmine Falcone ដែលធ្វើឲ្យ Falcone គឺយំស្រែកទទួលអារម្មណ៍ភ័យខ្លាចៗនិងតក់ស្លុតខ្លាំងមែនទែនរហូតដល់ប៉ះពាល់ទៅដល់បញ្ហាសតិអារម្មណ៍របស់គាត់តែម្ដងហើយដោយសារតែបែបនេះក៏ធ្វើឲ្យក្រុមប៉ូលីសធ្វើការសួរចម្លើយ Carmine Falcone លេងកើតទៀតហើយដូច្នេះក៏ត្រូវបញ្ជូនគាត់ទៅកាន់គុក Arkham Asylum ដែលជាមន្ទីរឃុំឃាំងមួយសម្រាប់ពួកអក្រិតជនដែលសាហាវនិងមានបញ្ហាសតិអារម្មណ៍ត្រឡប់មកកាន់ Batman វិញនៅពេលនេះគាត់គឺកំពុងតែធ្វើការស៊ើបអង្កេតទៅលើការដឹកជញ្ជូនអីវ៉ាន់ខុសច្បាប់របស់ Falcone ថាហាក់ដូចជាមានអ្វីអាថ៌កំបាំងផ្សេងទៀតនៅពីក្រោយខ្នងហើយ Batman ក៏បានធ្វើដំណើរទៅកាន់តំបន់ The Narrows ដែលជាកូនកោះមួយនៅកណ្ដាលទីក្រុង Gotham និងជាកន្លែងដែលសម្បូរទៅដោយជនក្រីក្រខ្វះខាតនិងពោរពេញដោយអំពើឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើននៅទីនោះហើយសូម្បីតែមន្ទីរឃុំឃាំង Arkham Asylum នឹងក៏មានទីតាំងនៅនឹងផងដែរ Batman ក៏បានទៅរកឃើញ Jonathan Crane ឬក៏ Scarecrow កំពុងតែធ្វើការដុតបំផ្លាញភស្តុតាងនិងមានបំណងទៅចាប់គាត់ប៉ុន្តែពេលនោះដែរ Scarecrow ក៏បានបាញ់ Osman Pol Fear Gas នឹងដាក់ទៅលើ Batman តែម្ដងហើយវាក៏បានប៉ះពាល់ទៅដល់ខួរក្បាលរបស់ Bruce មែនទែនដែលឥទ្ធិពលនៃ gas មួយនេះធ្វើឲ្យគាត់នឹកឃើញដល់អ្វីដែលមានភាពភ័យខ្លាចបំផុតក្នុងជីវិតដែលវានោះគឺជាប្រតិការដែលឪពុកម្ដាយរបស់គាត់ស្លាប់កាលពីក្មេងនោះឯងក៏ដូចជាភាពភ័យខ្លាចរបស់គាត់ទៅលើសត្វប្រចៀវឯជាដើមហើយពេលនឹងដែរ Scarecrow ក៏បានធ្វើការចាក់សាំងទៅលើ Batman និងចង់ដុត Batman ទាំងរស់តែម្ដងប៉ុន្តែ Batman វិញក៏បានខំប្រឹងពង្រឹងស្មារតីពី Osman Pol និងធ្វើការព្យាយាមរត់ចាក់ចេញពីទីនោះទាំងត្រដាមត្រដួសហើយគាត់ក៏បានកោះហៅ Alfred មកជួយសង្គ្រោះគាត់ជាបន្ទាន់ផងដែរចំណែក Alfred ក៏បានទៅហៅ Lucius Fox ឲ្យមកជួយបង្កើតថ្នាំបន្សាបដើម្បីប្រឆាំងនឹងសារធាតុក្នុង Osman Pol របស់ Scarecrow ធ្វើការចាក់ព្យាបាល Bruceបន្ទាប់ពីសន្លប់2ថ្ងៃ Bruce ក៏បានភ្ញាក់ឡើងមកវិញផងដែរគឺចំថ្ងៃខួបកំណើតអាយុ30ឆ្នាំរបស់គាត់តែម្ដងហើយ Rachel ក៏បានធ្វើដំណើរមកជួប Bruce និងឲ្យកាដូថ្ងៃកំណើតមួយផងដែរដែលជាដុំថ្មមួយដែលពួកគេលេងជាមួយគ្នាកាលពីក្មេងនោះឯងរួចហើយ Rachel ក៏បានធ្វើដំណើរទៅកាន់មន្ទីរឃុំឃាំង Arkham Asylum ដើម្បីទៅជួបជាមួយនឹង Jonathan Crane និយាយរឿងរ៉ាវតាក់ទងជាមួយនឹង Carmine Falcone ព្រោះ Falcone គឺនៅជាមនុស្សធម្មតាសោះគឺស្រាប់តែបែរជាកើតជំងឺសតិអារម្មណ៍ទៅវិញនិងសួរចម្លើយលេងកើតដូច្នេះនាងក៏សង្ស័យថា Crane ម្នាក់នេះគឺបានប្រើថ្នាំពុលអីម្យ៉ាងដាក់ទៅលើ Falcone ជាមិនខាននៅពេលដែលឃើញថា Rachel ហាក់ដូចជាដឹងរឿងច្រើនបែបនេះមុននឹងចាត់ការនាង Scarecrow ក៏បាននាំនាងទៅកន្លែងបង្កើតថ្នាំពុលរបស់គាត់តែម្ដងនិងបង្ហាញថាគ្នារបស់គាត់នឹងគឺបានចាក់ថ្នាំពុលទាំងអស់នោះចូលទៅក្នុងប្រព័ន្ធចាយទឹកពីពេញទីក្រុង Gotham គឺធ្វើឲ្យប្រជាពលរដ្ឋនឹងគឺបានផឹកទាំងអស់គ្នាទៅហើយប៉ុន្តែថ្នាំពុលដែល Scarecrow បង្កើតឡើងមកនេះគឺវានឹងបញ្ចេញផលប៉ះពាល់តែក្នុងស្ថានភាពជាចំហាយ Osman និងការស្រូបចូលតាមរយៈសួរតែប៉ុណ្ណោះហើយនៅពេលដែល Rachel កំពុងតែចង់រត់ Scarecrow ក៏បានធ្វើការបាញ់ Osman Fear Gas នោះដាក់ទៅលើនាងផងដែរដែលធ្វើឲ្យនាងនឹងទទួលឥទ្ធិពលវិលវល់និងភ័យខ្លាចប៉ុន្តែភ្លាមនោះ Batman ក៏បានធ្វើដំណើរទៅដល់ហើយក្រុមរបស់ Scarecrow វិញទោះជាមានគ្នាច្រើនពិតមែនតែពួកគេគឺពិបាកទប់ទល់ជាមួយនឹង Batman មែនទែនដោយសារតែ Batman ផ្លាស់ទីដូចជាបំបាំងកាយនិងចេញមកវាយបន្តិចរួចក៏បាត់ខ្លួនទៅវិញហើយក៏បានចាត់ការពួកគេម្ដងម្នាក់ឲ្យដួលអស់ទៅចំណែកឯ Scarecrow ក៏មានបំណងបាញ់ Osman Pol របស់គាត់ដាក់ Batman ម្ដងទៀតប៉ុន្តែ Batman ក៏បានចាប់ដៃគាត់ជាប់និងបានបាញ់វាដាក់ទៅលើ Scarecrow ខ្លួនឯងវិញហើយគាត់ក៏បានសួរចម្លើយផងដែរថាឯងនឹងគឺធ្វើការអនណាគេចំណែកឯ Scarecrow នៅពេលដែលត្រូវ Osman Pol ហើយគាត់ក៏បានសម្លឹងឃើញ Batman ដូចជាបិសាចអញ្ចឹងនិងបានឆ្លើយទាំងភាពភ័យខ្លាចថាគាត់ធ្វើការឲ្យ Ra's al Ghul ប៉ុន្តែ Batman គឺអត់ជឿនោះទេព្រោះគាត់ថា Ra's al Ghul នឹងគឺបានស្លាប់បាត់បង់ជីវិតទៅហើយស្របពេលនោះក្រុមប៉ូលីសក៏បានធ្វើដំណើរទៅដល់ហុំព័ទ្ធទីនេះមានបំណងចង់ចាប់ទាំង Batman ហើយនិង Scarecrow រួមគ្នាហើយដោយសារតែដឹងថា Batman គឺជាមនុស្សល្អ James Gordon ក៏បានចូលទៅជួយ Batman ធ្វើការនាំ Rachel ដែលកំពុងតែត្រូវថ្នាំពុលនេះធ្វើការចាក់ចេញពីមន្ទីរឃុំឃាំង Arkham Asylum នឹងចំណែកឯ Batman វិញក៏បានប្រើឧបករណ៍បញ្ចេញរលកសំឡេងម្យ៉ាងដែលបានធ្វើឲ្យសត្វប្រចៀវជាច្រើនធ្វើការហោះមកបង្វែងដានក្រុមប៉ូលីសនិងបានផ្ដល់ឱកាសឲ្យ Batman ធ្វើការរត់ចាក់ចេញពីទីនោះផងដែរហើយ Batman ក៏បានធ្វើការឡើង Tumbler ដែលឥឡូវនេះអាចហៅថា Batmobile ធ្វើការជិះរត់ពីវងប៉ូលីសដែលកំពុងតែដេញចាប់គាត់ផងដែរហើយយើងក៏បានឃើញ Batmobile មានសមត្ថភាពបាញ់ហ្គាសយ៉ាងខ្លាំងជិះហោះនៅលើដំបូលផ្ទះទៀតផងហើយមួយសន្ទុះក្រោយមក Batman ក៏បានគេចខ្លួនបានសម្រេចផងដែរនិងបានជិះ Batmobile ជួយ Rachel ធ្វើដំណើរទៅកាន់រូងក្រោមដៃរបស់គាត់ហៅថា Batcave Bruce ក៏បានធ្វើការចាក់ថ្នាំបន្សាបឲ្យ Rachel និងបានប្រាប់នាងផងដែរថាយកថ្នាំបន្សាបនេះមួយសម្រាប់ទុកឲ្យ Gordon និងយកមួយផ្សេងទៀតទៅឲ្យគេ copy បង្កើតវាឲ្យច្រើនដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ក្នុងពេលខាងមុខរួចហើយ Bruce ក៏បានចាក់ថ្នាំឲ្យ Rachel សន្លប់ទៅវិញនិងបានប្រាប់ Alfred ឲ្យជូននាងត្រឡប់ទៅកាន់ផ្ទះផងដែរបន្តមកទៀតគាត់ក៏បានទៅចូលរួមពិធីអបអរសាទរខួបកំណើតរបស់ខ្លួនឯងដែលមានអ្នកធំៗជាច្រើននៅក្នុងទីក្រុង Gotham នេះបានចូលរួមហើយ Bruce ក៏បានភ្ញាក់ផ្អើលមែនទែននៅពេលដែលជួបគ្នាជាមួយនឹង Henry Dukan នៅទីនោះហើយគាត់ក៏បានរកឃើញដែរថា Dukan ម្នាក់នេះហើយគឺជា Ra's al Ghul ពិតប្រាកដហើយ Ra's al Ghul នេះក៏ជាមេធំនៅពីក្រោយសកម្មភាពរបស់ Scarecrow ផងដែរក្នុងគោលបំណងរបស់គាត់នោះគឺធ្វើការបំផ្លាញទីក្រុង Gotham ចោលដោយប្រើប្រាស់ Osman Pol របស់ Scarecrow នោះឯងនៅពេលហ្នឹង Bruce ក៏បានធ្វើពុតជាស្រវឹងនិងបានដេញភ្ញៀវចេញពីផ្ទះរបស់គាត់អស់ដើម្បីសុខភាពរបស់ពួកគេរួចហើយគាត់ក៏ត្រូវបាន Ra's al Ghul និយាយប្រាប់ផងដែរថាប៉ា The League of Shadows របស់គាត់នេះគឺមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយក៏ជាអ្នកនៅពីក្រោយការផ្ដួលរលំនិងបំផ្លាញទីក្រុងអស់ជាច្រើនផងដែររួមទាំងចាក់ពិភពរ៉ូមទៀតផងនិយាយទៅគឺឲ្យតែកន្លែងនោះមើលទៅសម្បូរពោពេញដោយអំពើអាក្រក់ច្រើនពេកពលគឺដូចជាទីក្រុង Gotham នេះអញ្ចឹងដែលនឹងត្រូវក្រុម League of Shadows បំផ្លាញនៅក្នុងថ្ងៃនេះនៅពេលដែល Bruce អត់បានប្រយ័ត្ន Ra's al Ghul ក៏បានវាយគាត់ឲ្យឈើមួយធ្លាក់ទៅលើសន្លប់និងបានប្រាប់ឲ្យគ្នាធ្វើការដុតផ្ទះគ្រួសារតកូលវេនីចោលនិងបានទុក Bruce ឲ្យឆេះស្លាប់នៅក្នុងនោះតែម្នាក់ឯងផងដែរប៉ុន្តែសំណាងល្អ Alfred ក៏បានធ្វើដំណើរមកផ្ទះវិញទាន់និងបានជួយសង្គ្រោះ Bruce
បានទាន់ពេលវេលាហើយក៏បាននាំគាត់ចុះទៅជាន់ Batcave នៅខាងក្រោមប៉ុន្តែអ្វីដែលសំណាងអាក្រក់នោះគឺផ្ទះរបស់ Bruce រាប់ចំនួនមួយនេះគឺត្រូវភ្លើងឆេះខ្ទេចខ្ទីអស់ទៅហើយ Bruce ក៏មានអារម្មណ៍ថាបរាជ័យខ្លាំងមែនទែនប៉ុន្តែពេលហ្នឹង Alfred ក៏បានរំលឹកដល់ឃ្លាមួយដែល Thomas Wayne តែងតែនិយាយផងដែរគឺមូលហេតុដែលយើងដួលនោះគឺវាផ្ដល់ឱកាសឲ្យយើងត្រូវរៀនក្រោកឈរឡើងវិញនោះឯងហើយនៅពេលដែលឮហើយ Bruce ក៏មានកម្លាំងចិត្តឡើងវិញនិងបានទៅរៀបចំស្លៀកសម្លៀកបំពាក់ Batman របស់គាត់ដើម្បីធ្វើដំណើរទៅបញ្ឈប់ Ra's al Ghul ឲ្យទាន់ពេលវេលាចំណែកឯ Ra's al Ghul និងគ្នារបស់គាត់វិញក៏បានធ្វើការទម្លាយគុក Arkham Asylum ធ្វើឲ្យអ្នកគុកនៅទីនោះទាំងប៉ុន្មានបានរត់ចេញមកមានសេរីភាពនិងធ្វើឲ្យវឹកវរក្រុមប៉ូលីសតែម្ដងរហូតដល់ប៉ូលីសធ្វើការលើកស្ពាននៃតំបន់កោះ The Narrow មួយនេះក៏បានមានអ្នករត់គេចខ្លួនបានចំណែកឯ Rachel ក៏បានធ្វើដំណើរទៅដល់ទីនោះផងដែរនិងបានជួបគ្នាជាមួយនឹង Gordon ហើយដូចជាអ្វីដែល Batman បានផ្ដាំនាងក៏បានយកថ្នាំការពារផ្សែងពុលទៅឲ្យ Gordon ផងដែរនៅទីនោះយើងក៏បានរកឃើញដែរថាក្រុម League of Shadow នេះហើយគឺជាអ្នកដែលផន់យកម៉ាស៊ីនសភាវុធផ្លូវទឹក Microwave របស់ក្រុមហ៊ុន Wayne Enterprise កាលពីលើកមុននោះហើយ Ra's al Ghul គឺនឹងប្រើម៉ាស៊ីនមួយនេះធ្វើការវាយប្រហារចូលទៅប្រព័ន្ធទឹកនៃទីក្រុង Gotham ឲ្យផ្ទុះទៅជាចំហាយឧស្ម័នហើយនៅពេលដែលប្រជាពលរដ្ឋនាំគ្នាដកដង្ហើមចូលពួកគេគឺនឹងទទួលឥទ្ធិពលនៃថ្នាំរបស់ Scarecrow និងបញ្ចេញបញ្ហាសតិអារម្មណ៍ឈួតឡប់ទាំងអស់គ្នាតែម្ដងបន្តមកទៀតទីក្រុង Gotham នេះគឺនឹងត្រូវប្រជាពលរដ្ឋខ្លួនឯងនឹងបំផ្លាញទឹកទីជាមិនខានឥឡូវនេះ Ra's al Ghul គឺកំពុងបញ្ចេញគម្រោងរបស់គាត់ឲ្យដំណើរការនៅក្នុងតំបន់ The Narrow មួយនេះរួចហើយបន្តមកទៀតគាត់នឹងប្រើប្រព័ន្ធរថភ្លើងធ្វើការបញ្ជូនម៉ាស៊ីននឹងឲ្យបញ្ចេញឥទ្ធិពលរាលដាលទៅទីក្រុង Gotham តែម្ដងពេលនោះដែរ Batman ក៏បានជិះ Batmobile របស់គាត់ហោះចូលទៅក្នុងតំបន់កោះ The Narrow មួយហ្នឹងហើយក៏បានទៅជួបគ្នាជាមួយនឹង Gordon ផងដែរហើយ Batman ក៏បានប្រាប់ឲ្យ Gordon ជិះ Batmobile របស់គាត់ទៅបាញ់កំទេចផ្លូវរថភ្លើងចោលរួចហើយ Batman ក៏បានទៅស្វែងរក Rachel និងជួយសង្គ្រោះនាងពីអ្នកនៅលើកោះមួយនេះផងដែរដែលម្នាក់នៅលើកោះមួយនេះគឺស្ទើរតែត្រូវថ្នាំពុលរបស់ Scarecrow គឺឡើងឈួតឡប់គ្រប់គ្នាទៅហើយនៅពេលដែលជួយសង្គ្រោះ Rachel នោះដោយសារតែរបៀបនិយាយស្ដីរបស់ Batman Rachel ក៏បានចាប់អារម្មណ៍ដែរថាតាសញ្ញាពិតប្រាកដរបស់ Batman នេះគឺជា Bruce Wayne នោះឯងបន្តមកទៀត Batman ក៏បានទៅវាយប្រយុទ្ធគ្នាជាមួយនឹងពួក Ninja នៃប៉ា League of Shadow នេះជាច្រើនអ្នកហើយក្រោយពីវាយឈ្នះហើយគាត់ក៏បានបាញ់កាភ្លើងខ្សែក្រែបផងការរបស់គាត់តោងឡើងទៅលើរថភ្លើងដែល Ra's al Ghul កំពុងតែជិះហើយ Ra's al Ghul គឺកំពុងតែជិះរថភ្លើងនេះធ្វើដំណើរទៅកាន់អគារ Wayne Tower ដែលជាតំបន់ប្រព័ន្ធទឹកកណ្ដាលនៃទីក្រុង Gotham នៅពេលហ្នឹង Batman ក៏បានឡើងទៅប្រឈមជាមួយនឹង Ra's al Ghul និងវាយប្រយុទ្ធគ្នាមួយស្មើជាមួយនឹងគាត់តែម្ដងហើយ Ra's al Ghul វិញក៏បានកំទេចកង់តាក់រថភ្លើងចោលផងដែរក៏ Batman ហ្នឹងបានឈប់រថភ្លើងមួយនេះកើតហើយទោះជា Ra's al Ghul គឺជាអ្នកបង្រៀនក្បាច់គុនគាត់យ៉ាងណាក៏ដោយតែឥឡូវនេះ Batman គឺអាចវាយឈ្នះទៅលើ Ra's al Ghul ទៀតផងក្នុងកំឡុងពេលនោះដែរលោកប៉ូលីស James Gordon ក៏បានប្រើប្រាស់ប្រព័ន្ធអាវុធនៅក្នុង Batmobile ធ្វើការបាញ់កំទេចផ្លូវរថភ្លើងដែល Ra's al Ghul និង Batman កំពុងតែជិះលើផងដែរចំណែកឯ Batman វិញក៏បានប្រើអាវុធរបស់គាត់ធ្វើការកាត់រថភ្លើងមួយនេះជាពីរនិងបាននិយាយទៅកាន់ Ra's al Ghul ដែរថា Batman គឺមានច្បាប់មិនសម្រាប់មនុស្សតែក៏មិនមានន័យថាគាត់ចាំបាច់ត្រូវតែជួយសង្គ្រោះជីវិតរបស់ Ra's al Ghul នោះទេ Batman ក៏បានប្រើក្រណាត់ cape របស់គាត់លោតចេញពីរថភ្លើងមួយនេះចំណែកឯ Ra's al Ghul វិញក៏បានជិះរថភ្លើងធ្លាក់ផ្លូវដែល James Gordon បានបាញ់កំទេចចោលនឹងនិងបានស្លាប់បាត់បង់ជីវិតទៅបាត់ទៅក្រោយពីពេលបានបញ្ចប់ Bruce ក៏បានទៅទីហ៊ុនធំនៃក្រុមហ៊ុន Wayne Enterprise របស់គាត់និងខ្លាចទៅជាម្ចាស់ក្រុមហ៊ុនវិញហើយគាត់ក៏បានប្រាប់ឲ្យ Lucius Fox ជាអ្នកគ្រប់គ្រងជំនួសផងដែររីឯអត្តសញ្ញាណ Batman វិញក៏មានភាពល្បីល្បាញនិងខ្លាចទៅជា superhero ការពារទីក្រុង Gotham មួយនេះចំណែកឯ Ray Charles ក៏បានដើរមកនិយាយជាមួយនឹង Bruce ថាដរាបណាទីក្រុងមួយនេះត្រូវការ Bruce ខ្លាចទៅជា Batman ជីវិតស្នេហារបស់អ្នកទាំងពីរនឹងគឺចាប់ផ្ដើមមិនកើតឡើយរីឯលោកប៉ូលីស James Gordon វិញក៏ត្រូវបានគេដំឡើងឋានៈទៅជាលោកស្នេហ៍ទោហើយគាត់ក៏បានសាងសង់ភ្លើងសញ្ញា Bat Signal មួយសម្រាប់ទំនាក់ទំនងទៅកាន់ Batman ផងដែរនៅពេលដែលបានជួបគ្នាហើយ Gordon ក៏បាននិយាយប្រាប់ទៅកាន់ Batman ថាឥឡូវនេះគឺមានចោរប្លន់ម្នាក់កំពុងតែអុកឡុកទីក្រុង Gotham ហើយនឹងតែងតែទុកសន្លឹកបៀ Joker មួយសន្លឹកនៅកន្លែងកើតហេតុរកពេលដែលប្លន់ហើយ Batman ក៏បានប្រាប់ទៅកាន់ Gordon វិញថាគាត់គឺនឹងស៊ើបអង្កេតរឿងនេះមើលខ្សែភាពយន្តរឿង Batman Begins គឺចប់ត្រឹមនេះឯងហើយវគ្គក្រោយ Batman គឺនឹងទៅប៉ះជាមួយនឹង Joker នៅក្នុងរឿង The Dark Knight ដែលអាចថាជា my favorite movie of all time នោះឯងក៏មិនចាំ like subscribe បើសិនជាចូលចិត្តយើងជួបគ្នានៅវីដេអូក្រោយទៀត May the force be with you ឬក៏ Batman